ការរួមភេទដែលកើតមានឡើងរវាងមនុស្សពីរនាក់ជាពិសេសមនុស្សប្រុសហើយនិងមនុស្សស្រីគឺនៅពេលដែលគាត់បានរួមសុខភាគច្រើនខាងប្រុសគឺគាត់មិនដែលរួមទុកជាមួយនឹងយើងទេយើងនិយាយភាគច្រើនហ្នឹងគឺយើងមើលទៅលើសង្គមជាក់ស្ដែងយើងទៅមើលទៅលើស្ថិតិនៃបរិបទដែលគាត់មើលថែនារីហ្នឹងនៅពេលដែលគាត់រួមភេទជាមួយនឹងម្នាក់ស្រីនឹងហើយអញ្ចឹងណាអញ្ចឹងវាមិនសូវមានច្រើនទេថាយើងជួបមនុស្សល្អគឺយើងបានរួមទាំងសុខហើយនិងយើងរួមទាំងទុក្ខហើយអារឿងរួមទាំងទុកហ្នឹងមិនប្រកាសថាគេជាប្តីយើងគេនឹងមើលថែយើងនឹងមើលថែកូនយើងដោយអ្វីដែលយើងរំពឹងទុកទេអញ្ចឹងយកល្អនៅពេលដែលយើងសម្រេចចិត្តថាតាក់ទងជាមួយនឹងណាគេម្នាក់យើងតែងតែត្រូវតែមានអីការពារខ្លួនមិនថាប្រការណាក៏ដោយមិនថាលុយកាក់មិនថាអ្វីដែលអាចជួយយើងនៅពេលដែលយើងនៅម្នាក់ឯងនៅពេលដែលយើងបែកជាមួយដៃគូរបស់យើងណាអញ្ចឹងយើងកុំរំពឹងទុកពីដៃគូរបស់យើងដល់ថ្នាក់ថាយើងភ្លេចទុកអ្វីមួយដើម្បីយើងការពារខ្លួនណាព្រោះថាមានមនុស្សស្រីជាច្រើនអ្នកដែលគាត់នៅពេលដែលស្រឡាញ់អាណាគេម្នាក់គឺសេចក្តីស្រឡាញ់ហ្នឹងគឺបាំងភ្នែកគាត់ហ្មងគាត់អត់មានគិតថាគាត់ត្រូវការអ្វីខ្លះដើម្បីការពារទំនាក់ទំនងមួយហ្នឹងកុំពេលដែលមានបញ្ហាអីគឺគាត់ជាអ្នករងទុក្ខច្រើនជាងគេដោយនៅក្នុងការរួមភេទអញ្ចឹងណាដៃគូខាងប្រុសគឺភាគច្រើនគឺគាត់ខ្វល់ខ្វាយតែពីអារម្មណ៍របស់ខ្លួនឯងមិនពាក់ស្រោមអនាម័យមិនខ្វល់ថាយើងមានថ្នាំពញាកំណើតមិនខ្វល់ថាយើងមានវិធីពញាកំណើតអីដើម្បីការពារខ្លួនយើងកុំឲ្យមានគាត់នៅពេលដែលរួមភេទជាមួយនឹងគាត់ឬក៏កុំឲ្យឆ្លងរោគនៅពេលដែលរួមភេទជាមួយនឹងគាត់ឬក៏អត់ខ្វល់ទេអញ្ចឹងហើយបាទខ្ញុំនិយាយថាកុំរំពឹងទុកជាមួយនឹងដៃគូរបស់យើងច្រើនពេកទោះជាយើងដឹងថាគាត់ល្អប៉ុណ្ណាក៏ដោយក៏ត្រូវតែរក្សាខ្លួនឯងនៅវិធីការពារណាមួយដើម្បីកុំឲ្យយើងកាត់ទុកយើងត្រូវចាំថាយើងមិនអាចគ្រប់គ្រងអ្នកអតីតឲ្យធ្វើតាមចិត្តយើងបានទេប៉ុន្តែយើងអាចគ្រប់គ្រងនៅអំពើទាំងអស់ហ្នឹងកុំឲ្យចូលមកនៅក្នុងជីវិតរបស់យើងបានគឺយើងគ្រប់គ្រងទៅលើការសម្រេចចិត្តរបស់ខ្លួនឯងគ្រប់រឿងទាំងអស់មុននឹងយើងតាក់ទងជាមួយនឹងមនុស្សប្រុសណាម្នាក់យើងគួរតែសម្លឹងមើលទាំងអស់មើលផលប្រយោជន៍នៃសម្ដីសម្ដៅរបស់គេនៃការយល់ឃើញរបស់គេនៃកាយវិការសកម្មភាពរបស់គេដែលគេបង្ហាញមកគឺដឹងថាគេស្រឡាញ់យើងគឺគេចង់មើលថែយើងណាបានអាចសពបញ្ជាក់ថាម្នាក់ប្រុសហ្នឹងអាចនឹងរួមសុខផងហើយនឹងរួមទុកជាមួយនឹងយើងផងជៀសវាងកុំស្រឡាញ់គេទាំងមិនឃើញផលប្រយោជន៍អីសោះមិនឃើញតម្លៃអីសោះដែលអាចដាក់នៅក្នុងជីវិតរបស់យើងកុំងងឹតអញ្ចឹងឲ្យសោះតែអញ្ចឹងទេគឺយើងនឹងមានតែបញ្ហាដែលយើងនឹងកើតទុកនៅថ្ងៃក្រោយយើងដឹងខ្លួនថាយើងជាមនុស្សស្រីដែលអាចពោពុកបានអញ្ចឹងយើងគួរណាស់តែមានវិធីពន្យាកំណាត់ផ្សេងៗដើម្បីការពារយើងកុំឲ្យមានទុកយើងដឹងខ្លួនថាយើងអត់ទាន់ចង់បានកូនទេអញ្ចឹងការសម្រេចចិត្តទាំងឡាយនៅលើរាងកាយរបស់យើងហ្នឹងគឺចេញពីខ្លួនយើងដែលយើងអាចការពារខ្លួនឯងបានអញ្ចឹងវិធីពន្យាកំណើតគឺមានច្រើនមែនទែនដែលយើងអាចជ្រើសរើសសមស្របទៅតាមរាងកាយរបស់យើងបានចំពោះនារីដែលគាត់បានជ្រើសរើសថ្នាំគ្រាប់រយៈពេលវែងដែលគាត់ផឹកប្រចាំថ្ងៃហ្នឹងណាមានព័ត៌មានចង់ជូនឲ្យអ្នកទាំងអស់គ្នាចំពោះអ្នកដែលគាត់ប្រើប្រាស់ថ្នាំយ៉ាស្មីនហ្នឹងណាព្រោះថានៅតាមស្ថាននានាហ្នឹងគឺមានស្ថានមួយចំនួនដែលគាត់លក់យ៉ាស្មីនលេខ1និងយ៉ាស្មីនលេខ2ហើយយើងគិតទៅថាថ្នាំអត់ដែលមានលេខ1លេខ2ឲ្យតែ brand តែមួយហ្នឹងវាអត់ដែលមានអាលេខ1លេខ2ទេថ្នាំយើងផឹកនៅក្នុងខ្លួនប្រាំរបស់យើងគឺតែងតែមានតែមួយគត់ដែលអាចប្រើប្រាស់ជាផ្លូវការបានដែលមានការទទួលស្គាល់ពីខាងក្រសួងអីចឹងណាហើយក្រសួងសុខាភិបាលគឺបានបញ្ចេញព័ត៌មានមកឲ្យថាគ្រាប់ថ្នាំយ៉ាស្មីនណាគឺមានគ្រាប់ថ្នាំខ្លាញ់បន្លំអញ្ចឹងយើងគួរតែជៀសវាងដើម្បីឲ្យយើងដឹងច្បាស់ថាថ្នាំណាដែលថ្នាំប៉ិតហើយថ្នាំណាដែលថ្នាំខ្លាញ់បន្លំហ្នឹងគឺយើងអាចមើលទៅលើប្រអប់ហ្នឹងទៅប្រអប់ហ្នឹងគឺមានដាក់បិទតែមជាមួយនឹងព្យាការរបស់ក្រុមហ៊ុន DKSH អញ្ចឹងឲ្យតែយើងឃើញឈ្មោះ DKSH គឺជាថ្នាំមួយដែលមានការទទួលស្គាល់ត្រឹមត្រូវអញ្ចឹងពេលដែលយើងមានផឹកទៅវាមានប៉ះពាល់សុខភាពទេតែទាំងអស់គ្នាចំណាំមើលនៅលើប្រអប់ថ្នាំហ្នឹងឲ្យតែឃើញមានតែមកដាក់ DKSH ប្រើបានឲ្យតែឃើញ DKSH យើងប្រើបានជិះត្រូវចំណាំមែនតើអូខេអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូខ្ញុំតាមហ្នឹងណាខ្ញុំឈ្មោះ Ellie ជួបគ្នាលើក្រោយបាយបាយ